រឿងអាហាររបស់កូនកង្កែបដល់ពេលញ៉ាំអាហារហើយកូនកង្កែបបៃតងទៅតូបលក់អាហាររបស់យាយធ្មប់តើខ្ញុំគួរទិញអាហាររបស់យាយធ្មប់សឬយាយធ្មប់ខៀវទៅណកូនកង្កែបតាមមើលកុកចប់កុកតើកកុកសប្រែជាខ្មៅមួយរំពេចកូនមាន់ក៏មកទិញអាហារដែរកូនមាន់ស្រាប់តែរីកមាឌដើរអ៊ីកូនមាន់ដើរលេងរួចមួយរំពេចលើកនេះកូនកង្កែបឃើញមេអំបៅលឿងបានទិញអាហារយាយធ្មប់ខៀវម្ដងមេអំបៅលឿងប្រែពណ៌យ៉ាងស្រស់ស្អាតពេលនេះកូនកង្កែបបានដឹងថាអាហារណាគួរញ៉ាំគ្រាន់តែកូនកង្កែបកំពុងគិតសោះស្រាប់តែធ្មប់ទាំងពីរចាប់កង្កែបជាប់វីវហើយកូនកង្កែបធ្វើម៉េចទៅរួចខ្លួនទៅណកូនកង្កែបនឹកឃើញវិធីប្រចាំត្រកូលកូនកង្កែបឲ្យធ្មប់ទាំងពីរប៉ាវស៊ីងសុងភ្នាល់គ្នារកអ្នកឈ្នះសិនអ្នកឈ្នះត្រូវញ៉ាំអាហារខ្លួនឯងសិនញ៉ាំហើយទើបកង្កែបព្រមទិញយាយធ្មប់សប៉ាវឈ្នះគាត់ត្រូវញ៉ាំអាហារខ្លួនឯងសិនម្ដងនេះយាយធ្មប់ខៀវប៉ាវឈ្នះគាត់ក៏ត្រូវញ៉ាំអាហារខ្លួនឯងដែរភ្លាមស្រាប់តែអញយាយធ្មប់ទាំងពីរប្រែប្រួលហើយយាយធ្មប់សខូចចិត្តនឹងរូបរាងខ្លួនគាត់ចង់សុំជំនួយពីយាយធ្មប់ខៀវប៉ុន្តែអាហារអស់បាត់ទៅហើយឥឡូវនេះយាយធ្មប់សមានអនាម័យជាងមុនគាត់ប្ដូរមកលក់ទឹកផ្លែឈើធម្មជាតិវិញគ្រប់គ្នាមានសុវត្ថិភាពវិញហើយអាហារសុវត្ថិភាពមានគ្រប់ទីកន្លែងតែយើងត្រូវចេះជ្រើសរើសបើបងប្អូនចូលចិត្តអានសៀវភៅឬនិទានបែបនេះទាំងភាសាខ្មែរនិងភាសាអង់គ្លេសសូមកុំភ្លេចចូលទៅក្នុង website literacycloud.org ដែលជា website អានសៀវភៅដែលឥតគិតថ្លៃរបស់អង្គការ Room to Read ជួបគ្នាសៀវភៅក្រោយទៀតបាយបាយ